សូមគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនដែលទស្សនាវីដេអូខ្ញុំទាំងអស់គ្នាវីដេអូខ្ញុំថ្ងៃនេះខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនអំពីការដាក់ logo ឬក៏រូបភាពទៅជា background នៅក្នុងកម្មវិធី Microsoft Word នៅក្នុងការដាក់ logo ទៅជា background គឺខ្ញុំមានពីររបៀបទី1នេះខ្ញុំបង្ហាញអំពីការដាក់នៅក្នុង watermark តើឥឡូវយើងទៅមើលបងប្អូនការដាក់ចំពោះរូបភាពនៅ background ហ្នឹងគឺយើងទៅចុចទៅពាក្យ design មកបាទrồiហើយយើងមកមើល watermark នេះ watermark ចុចមកrồiហើយយើងយកពាក្យ custom watermark ឬហើយសូមបងប្អូនចុចកន្លែង picture watermark នេះមក picture បាទហើយយើងទៅជ្រើសរើស picture រូបភាពណាមួយដែលយើងចង់ដាក់នេះខ្ញុំយករូបភាព logo ក្រសួងនេះចុះដាក់អូខេនេះវានឹងបានរូបភាពព្រាលជា background នៅខាងក្រោយអត្ថបទហើយបើសិនជាយើងចង់លុបរូបភាពឬក៏ logo បែបជា background ហ្នឹងយើងចុចទៅលើ design វិញមក design ហើយយកពាក្យ watermark ហ្នឹងហើយយកពាក្យថា remove watermark គឺវាបាត់ហើយបាទហើយរបៀបមួយទៀតនោះគឺខ្ញុំបង្ហាញបងប្អូនអំពីការដាក់តាមរយៈ shape បាទបើរូបភាពយើងរាងជ្រុងយើងយក shape ជ្រុងដែរមកយើងមកគូសមករួចហើយយើងចុចពាក្យ format ហើយយកពាក្យ shape fill ហើយមកយកពាក្យ picture យើងទៅជ្រើសរើសយករូបភាពដែលយើងចង់ដាក់ទៅជា background នេះខ្ញុំយករូបភាព logo ក្រសួងដដែលហើយបើសិនជាយើងចង់ដាក់ឲ្យវាព្រាលយើងចុចទៅលើ format វិញមកហើយយកពាក្យ shape fill យើងមកយកពាក្យខាងក្រោមនេះ texture ហើយមកយកពាក្យ more texture ហ្នឹងមកដូចហើយយើងទាញវាមកទាញនៅកន្លែងភាគរយខាងនេះឲ្យវាព្រាលតាមដែលយើងចង់បានណាបាទតែប៉ុណ្្នឹងរួចជាការស្រេចហើយបាទហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែលបានទស្សនាវីដេអូខ្ញុំបើសិនជាបងប្អូនគិតថាវាមានសារៈសំខាន់សូមជួយគាំទ្រផងចែករំលែកម្នាក់មួយផងបាទអរគុណជម្រាបលា